សួស្តីពីមិត្តទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកកាន់ការសម្ដែងសាច់រឿង anime របស់មានជាបន្តទៀតហើយថ្ងៃនេះដែរយើងនឹងបន្តសាច់រឿងរបស់យើងនៅក្នុងភាគបន្តផងដែរសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តការសម្ដែងសាច់រឿងនេះនិងជួយចុច like subscribe ដាក់សញ្ញាកណ្ដឹងឲ្យមានម្នាក់មួយហើយកុំឲ្យខាតពេលវេលាយូរយើងទៅតាមដានសាច់រឿងរបស់យើងទាំងអស់គ្នាក្រោយមកបកសូនិងមិត្តរបស់គាត់និយាយគ្នាអំពីស្ទប់ Everlasting ដែលមានទីតាំងនៅជាន់ទីបំផុតនៃឡានបិសាចហើយហ៊ុយឡាមីបង្ហាញថាវាមិនទាន់ត្រូវបានយកឈ្នះនៅឡើយទេនាងបញ្ជាក់ថាពួកគេនឹងឃើញតំបន់ទូលាយដ៏ធំមួយនៅពេលដែលពួកគេចូលទៅក្នុងវាប៉ុន្តែមានផ្លូវ3ដែលលាតសន្ធឹងជាបន្ទាត់ត្រង់ហើយមានតែផ្លូវមួយក្នុងចំណោមផ្លូវទាំងនោះប៉ុណ្ណោះដែលត្រូវបានយកឈ្នះនាងបង្ហាញថាអ្នកប្រមាញ់ម្នាក់បានដើរតាមផ្លូវត្រឹមត្រូវហើយដើរឆ្លងកាត់វាអស់រយៈពេល1ឆ្នាំពេញរហូតដល់គាត់បានទៅដល់ផ្លូវទាល់នាងបញ្ជាក់ថាវាបានចំណាយពេល1ឆ្នាំពេញសម្រាប់គាត់ដើម្បីត្រឡប់មកវិញហើយគាត់មិនបានអត់ឃ្លានរហូតដល់ស្លាប់ទេព្រោះពរជ័យរបស់គាត់អាចឲ្យគាត់មានជីវិតដោយគ្មានអាហារនាងប្រាប់មនុស្សគ្រប់គ្នាថាវានឹងក្លាយជាដំណើរដ៏វែងឆ្ងាយប៉ុន្តែបញ្ជាក់ថាពួកគេត្រូវតែព្យាយាមហើយមនុស្សគ្រប់គ្នាជឿជាក់ថាពួកគេនឹងមិនអីទេព្រោះពួកគេមានបកសូប៉ុន្តែគាត់គិតថាពួកគេត្រូវរកវិធីដើម្បីធ្វើដំណើរឲ្យបានលឿនជាងមុនបកសូដឹងថាឥឡូវនេះគាត់មានពិន្ទុជាង2លានពិន្ទុដោយសារគាត់រកបានពិន្ទុយ៉ាងច្រើនដោយសារតែការសម្លាប់មេទ័ពម្រាមដៃកណ្ដាលហើយគាត់ដឹងថាគាត់អាចឡើងរ៉េងបានប្រសិនបើគាត់សន្សំបាន3លានពិន្ទុMichelle និង Hivi សម្រាប់ចិត្តទៅជាមួយពួកគេហើយពួកគេគិតថាពួកគេអាចយកឈ្នះ Everlasting បានប្រសិនបើពួកគេសហការគ្នាប៉ុន្តែពួកគេបារម្ភថា Netherlord អាចនឹងព្យាយាមបំផ្លាញពួកគេបន្ទាប់ពីនោះក្មេងស្រីម្នាក់បានរាយការណ៍ទៅ Director ខ្លាឃ្មុំហើយបញ្ជាក់ថា Kayo បានរត់ចេញពីគុកដូច្នេះគាត់ឆ្ងល់ថាតើមានអ្វីកើតឡើងចំពោះអ្នកយាមដែលឃ្លាំមើលនាងហើយ Kayo បានរត់គេចខ្លួនដោយសារមានអ្នកកាត់របាគុករបស់នាងដូច្នេះ Director ខ្លាឃ្មុំដឹងថាមាននរណាម្នាក់បានរំដោះនាងហើយក៏មានរបាយការណ៍មួយទៀតផងដែរគឺមានវងសត្វចម្លែកជាង500ក្បាលកំពុងមកជិតដល់ដូច្នេះ Boxo ដឹងថាពួកគេត្រូវចាត់ការពួកវាគាត់បានប្រែទៅជាកែវយឹតហើយនៅពេលដែល Hulami ប្រើគាត់ដើម្បីពិនិត្យមើលសត្វចម្លែកនាងឃើញថាសត្វចម្លែកមាន3ប្រភេទនាងដឹងថាពួកវាកំពុងធ្វើការឲ្យ Netherlord ព្រោះពួកវាគួរតែប្រយុទ្ធគ្នាទៅវិញទៅមកហើយនាងគិតថានាងចង់បញ្ឈប់ពួកវាពីការទៅដល់ស្ទប់ Everlasting Director ខ្លាឃ្មុំប្រាប់បកសូឲ្យផ្ដល់អ្វីគ្រប់យ៉ាងដែលពួកគេត្រូវការដល់អ្នកភូមិហើយសន្យាថានឹងសងកាក់ដែលពួកគេជំពាក់គាត់ខណៈដែលស៊ូរីផ្ដល់អាវុធដោយឥតគិតថ្លៃដល់ពួកគេនាងបញ្យល់ថានាងធ្វើវាដើម្បីផ្សព្វផ្សាយក្រុមហ៊ុនរបស់នាងប៉ុន្តែបកសូនិងមិត្តរបស់គាត់ដឹងថានាងគ្រាន់តែចង់ជួយអ្នកភូមិព្រោះនាងចង់ឲ្យពួកគេទាំងអស់គ្នារួចជីវិតពួកគេបន្តមើលសត្វចម្លែកប៉ុន្តែ Hulami ឆ្ងល់ថាហេតុអ្វីបានជាពួកវាមិនធ្វើចោលណាហើយ Michelle និង Pitty ប្រាប់នាងឲ្យសម្រាកខណៈពេលដែលពួកគេឃ្លាំមើលម្ដងខណៈដែលពួកគេញ៉ាំអាហាររបស់ពួកគេឆ្ងល់ថាតើពេលណាវងសត្វចម្លែកនឹងចាប់ផ្ដើមផ្លាស់ទីព្រោះពួកវាហាក់ដូចជាកំពុងរងចាំអ្វីមួយ Director ខ្លាឃ្មុំឆ្ងល់ថាតើពួកគេគួរវាយប្រហារមុនឬអត់ប៉ុន្តែ Director Origin គិតថាពួកគេអាចនឹងរងការខាត់បងយ៉ាងធ្ងន់ធ្ងរដូច្នេះ Lami ស្នើបង្កើតក្រុមវាយប្រហារមនុស្សគ្រប់គ្នាគិតថាវាជាគំនិតដ៏ល្អដូច្នេះ Director ខ្លាឃ្មុំក៏រៀបចំរទេះមួយហើយក្រុមវាយប្រហារក៏បានចាក់ចេញទៅប្រយុទ្ធនឹងសត្វចម្លែកស៊ីមដឹងថាពួកគេស្ថិតនៅក្នុងចម្ងាយវាយផាដូច្នេះគាត់ប្រាប់ Director ខ្លាឃ្មុំនិង Lami ឲ្យបញ្ឈប់រទេះហើយប្រើវិទ្យាមន្តខ្យល់របស់គាត់ដើម្បីបកសត្វចម្លែកចេញ Hoxie និង Sui បាញ់ព្រួយរបស់ពួកគេខណៈដែល Boxo ប្រាប់ Lami ឲ្យក្លាប់គាត់ហើយគាត់ក៏បង្កើតបន្ទះបេតុងដែលនាងប្រើគប់ទៅលើសត្វចម្លែក Director ខ្លាឃ្មុំដឹងថាសត្វចម្លែកកំពុងចូលមកជិតដូច្នេះគាត់ក៏អូសរទេះចេញហើយពេលពួកគេទៅដល់ទីក្រុងអ្នកភូមិបានវាយប្រហារសត្វចម្លែកពីចម្ងាយអ្នកផ្សេងទៀតចូលរួមក្នុងការប្រយុទ្ធហើយមនុស្សគ្រប់គ្នាសហការគ្នាដើម្បីកម្ចាត់សត្វចម្លែកប៉ុន្តែ Director ខ្លាឃ្មុំគិតថាពួកគេនៅតែត្រូវតាមប្រមាញ់សត្វចម្លែកដែលរួចជីវិតគាត់នាំ Boxo និងមិត្តរបស់គាត់ទៅក្នុងព្រៃជាកន្លែងដែលពួកគេឈប់នៅពេលដែលពួកគេឃើញវងសត្វចម្លែកហើយ Director ខ្លាឃ្មុំបានទុកឲ្យ Michelle ប្រយុទ្ធនឹងកង្កែបពួកព្រឹទ្ធាចារ្យសម្រាប់ចិត្តប្រយុទ្ធជាមួយពួកក្បាល2ជាមួយ Director ខ្លាឃ្មុំហើយ Boxo និងអ្នកផ្សេងទៀតត្រៀមខ្លួនដើម្បីប្រយុទ្ធនឹងសត្វក្រពើពួកគេប្រើថាមពលរបស់ពួកគេដើម្បីកម្ចាត់សត្វចម្លែកហើយ Yumi បានកាត់ក្បាលពស់មួយចេញខណៈដែល Sim ដុតក្បាលពស់មួយទៀតដោយប្រើវិតាមិនភ្លើងរបស់គាត់ដីចាប់ផ្ដើមញ័រភ្លាមៗហើយពួកគេឃើញឡតរបស់ស្ទប់ដូច្នេះ Sim ក៏ប្រើវិតាមិនទំនាញផែនដីរបស់គាត់ដើម្បីសង្កត់វានៅមួយកន្លែងគាត់ប្រាប់អ្នកផ្សេងទៀតឲ្យចាត់ការវាខណៈពេលដែលគាត់សង្កត់វាជាប់ដូច្នេះពួកគេក៏វាយផាវាជាមួយនឹងអ្វីគ្រប់យ៉ាងដែលពួកគេមានហើយ Pitty លាក់ខ្លួននៅក្នុងសម្បករបស់នាងខណៈដែល Lami គប់នាងទៅរកសត្វចម្លែកនោះពួកគេបានកាត់ជើងរបស់វាមួយហើយ Lami ដាល់ក្បាលរបស់វាប៉ុន្តែគ្មានប្រសិទ្ធភាពទេហើយ Sim បញ្ជាក់ថាសត្វចម្លែកនោះរៀបនឹងធ្វើចលនាម្ដងទៀតហើយនាងគប់ Boxo ទៅលើមេឃហើយគាត់បានប្រែទៅជាម៉ាស៊ីនលក់ទំនិញដ៏ធំមួយដែលធ្លាក់សង្កត់ខ្នងរបស់សត្វចម្លែកនោះភ្លាមMichelle សរសើរ Boxo ចំពោះការកម្ចាត់ឡតរបស់ស្ទប់ប៉ុន្តែ Lami បង្ហាញថានាងមានការព្រួយបារម្ភព្រោះនាងគិតថានាងបានគប់គាត់ខ្ពស់ពេកបន្ទាប់ពីនោះមនុស្សគ្រប់គ្នាផឹកជាមួយគ្នាខណៈដែលពួកគេអបអរជ័យជំនះរបស់ពួកគេហើយពួកគេទាំងអស់គ្នាស្វឹងប៉ុន្តែពួកគេមិនចង់ជឿថា Shirley បានផឹកឈ្នះពួកគេនោះទេ Boxo ដឹងថាឥឡូវនេះគាត់មានពិន្ទុជាង3លានដែលមានន័យថាគាត់អាចឡើងរ៉េងបានហើយគាត់គិតថាថាមពលថ្មីរបស់គាត់នឹងជួយឲ្យគាត់កម្ចាត់ Netherlord
គាត់ចំណាយពិន្ទុរបស់គាត់ដើម្បីឡើងទៅ rank 3 ហើយនៅពេលដែលគាត់ពិនិត្យមើល stat របស់គាត់ដឹងថាចម្ងាយនៃពរជ័យនិង skill បញ្ជាវត្ថុរបស់គាត់បានកើនឡើងទ្វេដងគាត់ដឹងថាឥឡូវនេះគាត់អាចប្រែទៅជាម៉ាស៊ីនលក់ទំនិញណាក៏បានដែលគាត់ធ្លាប់ស្គាល់ដូច្នេះគាត់ក៏ចាប់ផ្ដើមរំភើបព្រោះគាត់ស្គាល់ម៉ាស៊ីនលក់ទំនិញជាច្រើនពីពិភពលោកមុនរបស់គាត់នៅថ្ងៃបន្ទាប់បកសូនិងមិត្តរបស់គាត់រៀបចំខ្លួនដើម្បីចាក់ចេញទៅសន្ទាប់ Everlasting ហើយ Hulami បញ្ជាក់ថាវានឹងចំណាយពេលយ៉ាងហោចណាស់1ឆ្នាំដើម្បីបញ្ចប់ដំណើររបស់ពួកគេប៉ុន្តែពួកគេមានទំនុកចិត្តថាពួកគេនឹងទទួលបានជោគជ័យព្រោះពួកគេមានបកសូដែលបកសូគិតថាគាត់នឹងមិនធុញទ្រាន់ទេព្រោះគាត់មានមិត្តរបស់គាត់នៅជាមួយគាត់ Hulami ដំណើរការរង្វង់ Teleport ដែលនាំពួកគេទៅសន្ទាប់ Everlasting ហើយពួកគេដឹងភ្លាមៗថាវាងឹតខ្លាំងណាស់ពួកគេបានទៅដល់សមាគមអ្នកប្រមាញ់ជាកន្លែងដែលពួកគេបានជួបប្តីប្រពន្ធវ័យចំណាស់មួយគូដែលពួកគេពិភាក្សាគ្នាអំពីរបៀបដែលពួកគេគួរចំណាយពេលព្រោះมันមានអ្វីច្រើនដែលពួកគេត្រូវធ្វើក្នុងសន្ទាប់នេះទេពួកគេដឹងថាបកសូនិងមិត្តរបស់គាត់មកទីនេះដើម្បីសម្អាតសន្ទាប់ដូច្នេះពួកគេបង្ហាញ Hulami នៅកំណត់ត្រារបស់ពួកគេហើយបញ្ជាក់ថាអ្នកប្រមាញ់ដែលបានសម្អាតផ្លូវត្រូវបានត្រឡប់មកវិញជាមួយនឹងអីវ៉ាន់របស់ដៃគូរបស់គាត់ដែលបានស្លាប់មនុស្សនៅក្នុងសន្ទាប់នេះបានឃើញរឿងនោះដូច្នេះពួកគេបានសម្រេចចិត្តចាកចេញប៉ុន្តែយើងដឹងថាគ្មានសត្វចម្លែកនៅក្នុងតំបន់នេះទេហើយដៃគូរបស់អ្នកប្រមាញ់នោះបានស្លាប់ដោយសារតែការអត់ឃ្លានប្តីប្រពន្ធនោះបានឲ្យដំបងក្រហមទៅពួកគេដែលអ្នកប្រមាញ់ប្រើដើម្បីសម្គាល់ថាតើពួកគេបានទៅឆ្ងាយប៉ុណ្ណាប៉ុន្តែឡាមីគិតថាពួកគេនឹងមិនត្រូវការវាទេព្រោះពួកគេប្រកាសជានឹងទៅដល់ទីបញ្ចប់ប្តីប្រពន្ធនោះបានបង្ហាញរទេះដែល Director ខ្លាឃ្មុំបានទុកឲ្យពួកគេប៉ុន្តែពួកគេដឹងថាពួកគេគ្មានអ្វីដើម្បីអូសវាទេដូច្នេះបកសូបានប្រើថាមពលរាំង3របស់គាត់ហើយប្រែទៅជាម៉ាស៊ីនលក់ឡានគាត់បានយកឡានពីកៅអីចេញមកដែលធ្វើឲ្យមិត្តរបស់គាត់ញាក់ផ្អើលព្រោះពួកគេមិនដែលឃើញរបស់បែបនេះទេហើយគាត់បានប្រែទៅជាម៉ាស៊ីនចាក់ប្រេងដើម្បីចាក់ប្រេងទៅក្នុងឡានគាត់បើកឡានដោយប្រើ skill បញ្ជាវត្ថុដូច្នេះមិត្តរបស់គាត់ដឹងថាពួកគេអាចប្រើវាដើម្បីធ្វើដំណើរបានលឿនជាងមុនប៉ុន្តែ Hulami ដឹងថានាងត្រូវការរៀបចំរទេះឡើងវិញនាងកែលម្អរទេះពេញមួយយប់ដើម្បីឲ្យពួកគេអាចភ្ជាប់វាទៅខាងក្រោយឡានបានហើយនាងបានឃើញប្រអប់មួយដែល Director ខ្លាឃ្មុំបានទុកឲ្យពួកគេប៉ុន្តែនាងនឹកឃើញថាគាត់បានប្រាប់ពួកគេបើកវាលុះត្រាតែពួកគេទៅដល់ចំណុចជ្រៅបំផុតបកសូដឹងថានាងហត់នឿយដូច្នេះគាត់ក៏ឲ្យនាងផឹកទឹកហើយប្រាប់នាងឲ្យសម្រាកនាងគិតថាឡាននឹងជួយសន្សំសំចៃពេលវេលារបស់ពួកគេបានច្រើនប៉ុន្តែបញ្ជាក់ថានាងមិនប្រកាន់ទេក្នុងការធ្វើដំណើរដ៏វែងឆ្ងាយជាមួយគាត់ព្រោះនាងរីករាយនឹងរាល់ពេលវេលាដែលនាងមានជាមួយនឹងគាត់មនុស្សគ្រប់គ្នាឡើងលើរទេះហើយពួកគេរីករាយនឹងការជិះពីព្រោះពួកគេដឹងថាវាលឿនជាងការសម័យរបស់ពួកគេទៅតាមផ្លូវកណ្ដាលហើយពួកគេបន្តទៅត្រង់ខណៈដែលពួកគេវឹកហាត់ក្នុងអំឡុងពេលឈប់សម្រាកមិត្តរបស់បកសូមើលភាពយន្តនិងលេងកម្សាន្តក្នុងអំឡុងពេលធ្វើដំណើរហើយនៅថ្ងៃទី7ពួកគេពិភាក្សាគ្នាអំពីរឿងដែលពួកគេអាចនឹងបង្កើតកំណត់ត្រាថ្មីរួចហើយព្រោះពួកគេមិនបានឃើញដំបងក្រហមពេញមួយថ្ងៃបកសូគិតថាវាអាចទៅរួចព្រោះគាត់បានបើកបរក្នុងល្បឿន80គីឡូម៉ែត្រក្នុង1ម៉ោងអស់រយៈពេលមួយសប្តាហ៍មកហើយគាត់គិតថាពួកគេនឹងទៅដល់ជម្រៅខាងក្នុងឆាប់ៗនេះព្រមនោះពួកគេឃើញអ្វីមួយកំពុងមកជិតដល់ហើយពួកគេគិតថាវាជាសត្វចម្លែកដូច្នេះពួកគេក៏ត្រៀមខ្លួនប្រយុទ្ធប៉ុន្តែពួកគេដឹងថាវាគ្រាន់តែជាស៊ីរ៉ូនិងអាកាដែលពួកគេអង្វរបកសូឲ្យផ្ដល់ទឹកនិងអាហារដល់ពួកគេបកសូបានឲ្យអ្វីដែលពួកគេចង់បានហើយហ៊ីវីសួរពួកគេថាតើមានអ្វីកើតឡើងចំពោះឪពុកម្ដាយរបស់ពួកគេដូច្នេះពួកគេបញ្យល់ថាឪពុកម្ដាយរបស់ពួកគេនៅខាងមុខស៊ីរ៉ូបញ្ជាក់ថាពួកគេមិនបានញ៉ាំអាហារអស់រយៈពេលច្រើនថ្ងៃមកហើយគាត់បានអង្វរអ្នករាល់គ្នាឲ្យជួយពួកគេព្រោះពួកគេអាចនឹងដាច់ពោះស្លាប់មនុស្សគ្រប់គ្នាបន្តដំណើររបស់ពួកគេហើយស៊ីរ៉ូនិងអាកាបញ្យល់ថាពួកគេលែងធ្វើការឲ្យនេដឺឡតទៀតហើយព្រោះនេដឺឡតដឹងថាពួកគេបានជួយបកសូឲ្យរត់គេចខ្លួននេដឺឡតក៏គិតថាសូរៀមនៅក្នុងផែនការរបស់ពួកគេដែរដូច្នេះនេដឺឡតចង់កម្ចាត់ពួកគេប៉ុន្តែសូរៀមបានប្រើពរជ័យរបស់នាងដើម្បីបញ្ជូនគ្រប់គ្នាមកទីនេះប៉ុន្តែនាងអស់កម្លាំងពេកមិនអាចធ្វើចលនាបានបន្ទាប់ពីនាងបានជួយសង្គ្រោះគ្រប់គ្នាដូច្នេះពួកគេត្រូវបង្ខំចិត្តដើររយៈពេលមួយសប្តាហ៍ជាមួយនឹងអាហារមានកំណត់ដោយសង្ឃឹមថានរណាម្នាក់នឹងមកជួយសង្គ្រោះពួកគេពី1ម៉ោងក្រោយមកបកសូបានជន់ហ្វ្រាំងពេលគាត់ឃើញខេរ៉យហើយគាត់ស្ទើរតែបុកខេរ៉យមិនដឹងថាមានអ្វីកើតឡើងទេប៉ុន្តែគាត់បានឮសំឡេងរបស់បកសូហើយដឹងថាបកសូបានផ្លាស់ប្ដូររូបរាងម្ដងទៀតគាត់រីករាយដែលបានដឹងថាកូនប្រុសរបស់គាត់មិនកើតអីហើយគាត់បានប្រើភ្នែកបំបែករបស់គាត់ដើម្បីលុបវីតាមីនដេកលក់លើអ្នកផ្សេងទៀតដោយបង្ហាញថាគាត់បានប្រើវាដើម្បីរក្សាកម្លាំងរបស់ពួកគេបកសូបានឲ្យអាហារនិងភេសជ្ជៈទៅពួកគេប៉ុន្តែសូរៀមមិនព្រមទុកចិត្តមនុស្សដូច្នេះក្មេងប្រុសឈ្មោះកៃក៏បានផឹកពីដបរបស់នាងហើយប្រាប់នាងថាវាមិនពុលទេHulami សួរខេរ៉យថាតើពួកគេនឹងត្រឡប់ទៅរកនេដឺឡតវិញឬអត់ដូច្នេះគាត់បញ្យល់ថាពួកគេនឹងមិនទៅទេហើយបញ្ជាក់ថាពួកគេលែងត្រូវការនេដឺឡតទៀតហើយដោយសារឥឡូវនេះពួកគេមានសូរៀមកៃប្រាប់សូរៀមថាពួកគេគួរតែនៅជាមួយអ្នកផ្សេងទៀតហើយបញ្យល់ថានាងអាចទុកចិត្តគាត់បានព្រោះគាត់នឹងមិនក្បត់នាងឡើយគាត់ប្រាប់នាងថាគាត់ស្រឡាញ់នាងដូច្នេះនាងក៏ចាប់ផ្ដើមអៀនហើយយល់ព្រមធ្វើការជាមួយពួកគេហើយបកសូរីករាយដែលមានសូរៀមនៅខាងពួកគេបន្តធ្វើដំណើរប៉ុន្តែយើងឃើញកូនភ្លោះត្រូវបានចងភ្ជាប់ទៅនឹងរទេះព្រោះมันមានកន្លែងគ្រប់គ្រាន់សម្រាប់មនុស្សគ្រប់គ្នា
ក្រោយសំទោចំពោះការក្បត់បកសូនឹងមិត្តរបស់គាត់ហើយសន្យាថានឹងមិនធ្វើរឿងបែបនោះម្ដងទៀតទេដូច្នេះឡាមី Michelle និង Hulumi ក៏អភ័យទោសឲ្យគាត់ប៉ុន្តែអតីតសមាជិកក្រុមរបស់គាត់នៅតែមិនអាចទទួលយកគាត់បានគាត់សំទោសចំពោះការបោះបង់ចោលពួកគេប៉ុន្តែពួកគេដឹងថាគាត់មិនយល់នោះទេហើយបញ្យល់ថាពួកគេខឹងព្រោះគាត់មិនទុកចិត្តពួកគេជាមួយនឹងអាចកម្បាំងរបស់គាត់ដែលប្រាប់គាត់ថាពួកគេអាចបញ្ឈប់គាត់ពីការធ្វើការសម្រេចចិត្តមិនល្អHeavy បញ្ជាក់ថាពួកគេគួរតែបើកចំហចំពោះគ្នាទៅវិញទៅមកប៉ុន្តែគាត់និយាយថាពួកគេអាចលាក់ការផ្សងព្រេងរបស់ពួកគេជាសម្ងាត់ហើយ Filomena ប្រាប់គាត់ថានាងចង់ដឹងថាតើគាត់បានសប្បាយជាមួយនឹងមនុស្សស្រីដទៃទៀតដែរទេគាត់គ្រាន់តែសើចហើយអរគុណអ្នករាល់គ្នាសម្រាប់ការទទួលយកគាត់ប៉ុន្តែនាងសួរគាត់ថាតើគាត់ធ្លាប់ធ្វើអីជាមួយនឹង Shirley ដែរទេគ្រួសាររបស់ Kroy ចូលរួមវគ្គហ្វឹកហាត់របស់ពួកគេហើយសូរៀមនៅក្បែរកាយខណៈដែលនាងប្រាប់ Boxo កុំឲ្យបារម្ភពីនាងព្រោះនាងលែងជាសត្រូវរបស់ពួកគេទៀតហើយកាយសន្យាថានឹងមិនចាក់ចេញពីនាងទេហើយនាងអោបគាត់ហើយប្រាប់គាត់ថាគាត់ជាមនុស្សតែម្នាក់គត់ដែលនាងត្រូវការដូច្នេះ Boxo ដឹងថានាងនឹងមិនក្បត់ពួកគេទេដរាបណានាងនៅជាមួយនឹងកាយនៅថ្ងៃទី25មនុស្សគ្រប់គ្នាចាប់ផ្ដើមធុញទ្រាន់ហើយពួកគេឆ្ងល់ថាតើពួកគេនឹងទៅដល់ចំណុចបញ្ចប់ឬអត់ព្រោះពួកគេបានធ្វើដំណើរក្នុងភាពងងឹតទាំងស្រុងអស់រយៈពេលជាច្រើនថ្ងៃមកហើយនៅថ្ងៃទី28ទីបំផុតពួកគេបានទៅដល់ទ្វារមួយហើយឡាមីបានរុញវាដោយប្រើកម្លាំងទាំងអស់ប៉ុន្តែវាមិនកម្រើកនោះទេដូច្នេះពួកគេគិតថាពួកគេត្រូវតែធ្វើអ្វីមួយដើម្បីបើកវាហើយសាររឿងរបស់យើងនៅក្នុងភាគនេះក៏បានមកដល់ទីបញ្ចប់អរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាតាំងពីដើមរហូតដល់ចប់សង្ឃឹមថាអ្នកទាំងអស់គ្នាជួយការសម្រាយសាររឿងនេះនិងជួយចុច like Subscribe ដាក់សញ្ញាកណ្ដឹងងាមួយម្នាក់មួយអរគុណអ្នកទាំងអស់គ្នាហើយមានជួបអ្នកទាំងអស់គ្នានៅវីដេអូក្រោយទៀតបាយបាយ